Mobile Legends គេនឹងធ្វើនៅ skin បែប multiple skin គ្នាយើងដែលគេនឹងយកនៅ skin ពីក្រុមផ្សេងៗ sport ផ្សេងៗមកដាក់ចូលគ្នាដូចជាគ្នាយើងបានដឹងអញ្ចឹងថា skin នីមួយៗនៅពេលដែលចេញមកមានសាច់គ្រឿងផ្សេងគ្នាខ្សែស្រឡាយចក្រវាឡភពអីផ្សេងគ្នាប៉ុន្តែឥឡូវហ្នឹង Mobile Legends នឹងយក skin ទាំងអស់ហ្នឹងមកដាក់ចូលគ្នាដោយខាងក្រុមការងាររបស់ Mobile Legends ក៏ដូចជា developer ហ្នឹងគឺគេបាន confirm គេបានទទួលស្គាល់ថាគេនឹងធ្វើអាសាច់គ្រឿងបែប skin សេរីនៃពួក multiple skin ហ្នឹងហើយ Layla ជាមួយនឹង Nolan គឺជាអ្នកបើកទ្វារចក្រវាឡសម្រាប់ឲ្យ skin ទាំងអស់ហ្នឹងមកជុំគ្នាដែលនៅក្នុងសារហ្នឹងក៏គេបាននិយាយថា Layla ជាមួយនឹង Nolan ពីអ្នកឪកូនហ្នឹងអាចកម្ចាត់នៅពពួកបិសាចបើថាមុខដល់ខ្លួនឯងបានទេគឺត្រូវការបើក portal ហៅនៅពួក skin ផ្សេងៗមកជួយហើយនៅក្នុងហ្នឹងក៏គេបានឧទាហរណ៍ទៀតដែរគេថាបើសិនបើជា Link skin Niobe សហការគ្នាជាមួយនឹង Yusong skin Exorcist ហើយ Angela Aspirant សហការគ្នាជាមួយនឹង Lancelot Kishan Dancer Shoot និយាយទៅគឺតំណងដែរតែថា Angela ក៏មាន skin Kishan Dancer Shoot ដែរប៉ុន្តែបែរជាគេដាក់នៅ skin Aspirant វិញហើយឥឡូវហ្នឹងគ្នាយើងសាកសម័យមកឧទាហរណ៍ថាគេចេញនៅ skin Kishan Dancer Shoot មកលក់ជាមួយនៅ skin Niobe ឬក៏ចេញ skin Aspirant មកបើក bingo ជាមួយនឹង skin KS និយាយទៅវាតំណងតែលក្ខណៈថាវាជាមួយគ្នាអញ្ចឹងណាតែចាប់ពីថ្ងៃហ្នឹងទៅគឺ skin ទាំងអស់គឺលែងបែងចែកចក្រវាឡគ្នាទៀតទេនិយាយទៅវាបែងចែកធម្មតាប៉ុន្តែគឺគេមាននៅទ្វារ portal សម្រាប់បើកឲ្យ skin ទាំងអស់ហ្នឹងមកជួបគ្នាហើយគ្នាយើងមានបានចាប់អារម្មណ៍នៅពេលដែល Layla បាញ់អាកាភ្លើង Navigator របស់ខ្លួនឯងហ្នឹងទៅលើ Thanos ហ្នឹងគឺពេលបាញ់ទៅគឺឆ្លងចក្រវាឡឆ្ងាយមែនតើហ្មងនិយាយទៅគឺឆ្លងទៅដល់គ្រប់ចក្រវាឡហ្មងប៉ុន្តែ Mobile Legends គឺគេបានបង្ហាញកន្លែងនេះមួយគ្នាយើងឃើញអត់គឺនេះគឺជា logo របស់ skin Exorcist និយាយទៅគឺឆ្លងទៅដល់ហ្នឹងឃើញកន្លែងហ្នឹងច្បាស់ជាងគេហ្មងដោយសារតែកន្លែងហ្នឹងឯងបានគេគិតថា Mobile Legends នឹងធ្វើនៅ multiple skin ហើយខាង Mobile Legends ក៏គេបានចេញមក confirm ដែរថាគេនឹងធ្វើវាពិតមែនហើយនៅចុង trailer របស់ skin Legend Layla ហ្នឹងក៏គេបានបង្ហាញនៅ Black Hole មួយទៀតខ្ញុំមិនដឹងថា Black Hole ឬក៏ portal នៃ dimension អីទេដោយសារតែវាមិនមែនតែពណ៌ខ្មៅវាលីពណ៌ច្រើនដែរតែនៅក្នុងប្រហោងខ្មៅហ្នឹងគឺគេបានលើសលេងនិយាយចេញពីក្នុងហ្នឹងមកគឺអ្នកខ្លះគិតថាហ្នឹងគឺជាការចេញ skin ថ្មីអ្នកខ្លះគិតថាហ្នឹងគឺជា skin Legend របស់កាកូរ៉ាអីចឹងទៅអញ្ចឹងហើយការដែលវិនិច្ឆ័យទៅលើអាប្រហោង Black Hole ហ្នឹងគឺអត់ទាន់ច្បាស់ទេវាអាចជាការចេញ skin ថ្មីឬក៏អា skin ចាស់ៗហ្នឹងវាចេញពីក្នុងហ្នឹងមកឬក៏កាកូរ៉ា Legend អីមិនក៏ដឹងដែរតែចាប់ពីថ្ងៃហ្នឹងទៅអ្វីៗក៏អាចកើតឡើងបានដែរនៅក្នុង Mobile Legends skin នេះ skin នោះអាចចេញមកដែលមិនដឹងខ្លួនក៏បានដែរដោយសារតែមាន Layla ជាមួយនឹង Nolan ជាអ្នកបើកទ្វារចេញមកអញ្ចឹងហើយទាំងខ្ញុំនិងគ្នាយើងមានតែចាំមើលថាតើសាច់គ្រឿងរបស់ skin Exorcist ហ្នឹងឲ្យកូនគេ Layla ជាមួយនឹង Nolan ហ្នឹងហើយ skin នៅក្នុង Mobile Legends ទៅជាយ៉ាងណាទៀត